រដ្ឋមន្ត្រីថៃចេញមកគឺខុសគេខុសឯងតែម្ដងអ្វីដែលយើងហួសចិត្តមែនតើគឺនៅពេលដែលអង្គុយសុកហើយបដូរទីតាំងសុំបដូរទីតាំងហើយនៅក្នុងវេទិកាទាំងមូលគេសើចទិលពេញនឹងឥឡូវយើងមកមើលទាំងអស់គ្នាតើមូលហេតុអីបានគាត់ធ្វើការបដូរបាទនៅក្នុង Facebook មួយបានតែសេថាអោអញហើយអញណាហត់ចិត្តនឹងអនុទិននឹងហ្មងលោកត្រាំឃើញអនុទិនបដូរស្លាកឈ្មោះគាត់ឆ្ងល់រួចសួរថាថៃនោះអនុទិនបាទអញ្ចឹងយើងមកមើលណាមកស្វែងយល់អំពីវិធីការនៃការរៀបកន្លែងហ្នឹងតើការរៀបកន្លែងហ្នឹងវាយ៉ាងម៉េចឥឡូវយើងមកមើលបងប្អូនគ្នាទី1យោងតាមវិធីការអាស៊ានការរៀបចំកន្លែងអង្គុយសម្រាប់ប្រមុខរដ្ឋឬប្រមុខរដ្ឋាភិបាលរបស់សមាជិកអាស៊ានគឺរៀបចំទៅតាមលំដាប់លំដោយនៃអក្សរឡាតាំងគឺពី A ដល់ Z វិលតាមត្រនិចនាឡិកាពីឆ្វេងទៅស្ដាំចំណែកភ្ញៀវកិត្តិយសដែលចូលរួមធ្វើជាសាក្សីត្រូវរៀបចំកន្លែងអង្គុយនៅអមសាងខាងភាគីចំនួនបាទជាងយើងឃើញហើយ Donald Trump ហើយនឹងម៉ាឡេស៊ីគឺនៅខាងណាបងប្អូនអញ្ចឹងគេរៀបពីអក្សរ C ណាអក្សរ C ហើយបាន T អញ្ចឹង T គឺត្រូវនៅខាងក្រោយនេះ C គឺនៅកន្លែង Donald Trump ហើយអ្វីដែលយើងកត់សម្គាល់គឺតាមអ្នកដែលនៅទីតាំងផ្ទាល់គាត់បានបញ្ជាក់មកបងប្អូនអ្នកដែលនៅទីតាំងផ្ទាល់គេថាមូលហេតុអីបានមានការបដូរបែបហ្នឹងគឺដំបូងឡើយខាងម៉ាឡេស៊ីគាត់រៀបដាក់អនុទិនក្បែរលោក Donald Trump ណាបាទពីព្រោះម៉ាឡេស៊ីគាត់អ្នករៀបចំប៉ុន្តែនៅពេលដែលក្រោយមកខាងសហរដ្ឋអាមេរិកគេមកពិនិត្យមើលណាគេមកពិនិត្យមើលវិធីការហ្នឹងដល់ពេលគេអត់នេះគេឲ្យបដូរវិញគឺដាក់កម្ពុជានៅក្បែរលោកប្រធានាធិបតី Donald Trump អញ្ចឹងការបដូរពីថាខាងកម្ពុជាទៅនៅក្បែរលោកប្រធានាធិបតី Donald Trump ហ្នឹងគឺខាងសហរដ្ឋអាមេរិកអ្នកបដូរមិនមែនខាងម៉ាឡេស៊ីទេអញ្ចឹងណាបងអាកន្លែងហ្នឹងគឺយើងបានព័ត៌មានច្បាស់ការពីអ្នកដែលនៅក្នុងការរៀបចំវិធីការហ្នឹងអ្នកដែលនៅប្រទេសម៉ាឡេស៊ីផ្ទាល់តែម្ដងគាត់បានបញ្ជាក់មកបែបហ្នឹងបាទគាត់បញ្ជាក់ថាការដាក់អក្សរដាក់ប្រធានានាយករដ្ឋមន្ត្រីកម្ពុជាក្បែរលោកប្រធានាធិបតី Donald Trump គឺនាយករដ្ឋមន្ត្រីសហរដ្ឋអាមេរិកខ្លួនឯងអ្នកប្រាប់ឲ្យរៀបបែបហ្នឹងណាបងប្អូនកន្លែងហ្នឹងឥឡូវយើងមកមើលបន្តទៀតទី2ដើម្បីជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់លោក Donald Trump នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានរៀបចំឲ្យលោក Donald Trump អង្គុយនៅខាងដើមតុបាទបន្ទាប់មកអក្សរ C គឺ Cambodia បាទបន្ទាប់ពីអក្សរ C គឺអក្សរ C Thailand នឹងឯងគឺនៅចុងតុប្រធានអាស៊ាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីអញ្ចឹងគេរៀបតាមលំដាប់អក្សរបែបហ្នឹងណាបងបាទចំណុចទី3ដោយវិធីចុះហត្ថលេខានេះពុំមានវិធីការចាំបើកសៀវភៅអាចមកពីហេតុផលសន្តិសុខរបស់លោក Donald Trump ដែលកងអង្គរៈរបស់សហរដ្ឋអាមេរិកកំរនឹងអនុញ្ញាតឲ្យមានអ្នកចូលរួមនៅជិតប្រធានាធិបតីច្រើនទេហើយដូចនេះហើយទើបអត់មានវិធីការចាំបើកនិងបដូរសៀវភៅទេណាបងបានន័យថាសញ្ញេហើយគឺត្រឡប់ចុះត្រឡប់ឡើងហុចទៅតាមនឹងបាទចំណុចទី4ប៉ុន្តែក្នុងករណីនេះនាយករដ្ឋមន្ត្រីទាំងពីរអាចបញ្ជូនសៀវភៅឆ្លងគ្នាបានដោយពុំចាំបាច់បដូរកន្លែងអង្គុយទេពីព្រោះវាខុសទៅនឹងវិធីការតែនេះជាចេតនារបស់អនុទិនចង់មកអង្គុយជិតលោក Donald Trump ដើម្បីយកមុខបង្អួតប្រជាជនថៃថាគេលយបានអង្គុយជិតលោក Donald Trump បាទតែអ្វីដែលយើងបានឃើញហ្នឹងវាមានការហួសចិត្តតែម្ដងគេរៀបកន្លែងអង្គុយហើយខ្លួនឯងនឹងមកបដូរមកអីណាចង់គៀកចង់អីណាអានឹងវាជារឿងដែលហួសចិត្តហើយខាងប្រទេសថៃនឹងអាចធ្វើបានគ្រប់យ៉ាងហើយអាក្នុងការបដូរហ្នឹងគឺគេសើច
ពេញវេទិកានឹងតែម្ដងបងប្អូនបានមើលវីដេអូក្រៅឆាកបានឃើញហើយគឺគេសើចទិលពេញហ្នឹងហើយការផ្សព្វផ្សាយហ្នឹងមិនមែនលក្ខណៈថាបានតំបន់យើងទេគឺមានការផ្សព្វផ្សាយទូទាំងពិភពលោកតែម្ដងបាទគឺនៅក្នុង White House ឬក៏ Facebook របស់ Donald Trump ផ្ទាល់គឺមានការ live ផ្ទាល់តែម្ដងដូច្នេះប្រជាជនមនុស្សទូទាំងពិភពលោកហ្នឹងគេឃើញតែម្ដងចឹងវាបានដឹងអំពីអិរិយាបថរបស់នាយករដ្ឋមន្ត្រីរបស់ថៃបាទឥឡូវយើងមកមើលបន្តទៀតចំណុចទី5នៅពេលដែលចុះហត្ថលេខារួចខាងវិធីការបានប្រាប់ឲ្យអនុទាននឹងមកឈរនៅកន្លែងដើមវិញដើម្បីបដូរកិច្ចព្រមព្រៀងមាន4ច្បាប់និងបានចុះហត្ថលេខារបស់មេដឹកនាំកម្ពុជាទាំង4ដែលមួយច្បាប់សម្រាប់កម្ពុជាមួយច្បាប់សម្រាប់ថៃហើយមួយច្បាប់សម្រាប់អាស៊ាននិងមួយច្បាប់ទៀតសម្រាប់សហរដ្ឋអាមេរិកអញ្ចឹងមាន4ច្បាប់បាទអញ្ចឹងនៅពេលដែលទៅអង្គុយបានមួយផ្លែតបងប្អូនបានឃើញវីដេអូហ្នឹងនៅពេលដែលអង្គុយបានមួយផ្លែតទៅខាងវិធីការគេដេញវិញណាគេដេញវិញឲ្យមកឈរកន្លែងទីតាំងដើមវិញអាទីតាំងខ្លួនឯងអង្គុយនៅក្បែរម៉ាឡេស៊ីក្រោយណាបាទអញ្ចឹងគេដេញមកវិញអញ្ចឹងទៅអាហ្នឹងវាដូចជាហួសហេតុពេកដែរបងប្អូនមើលទៅណាចង់ទៅអង្គុយគៀកលោកប្រធានាធិបតី Donald Trump អីចឹងទៅក៏ពិតកន្លែងអង្គុយហ្នឹងគឺសហរដ្ឋអាមេរិកទេអ្នករៀបចំអ្នកបដូរឲ្យខាងកម្ពុជាហ្នឹងអង្គុយកន្លែងហ្នឹងប៉ុន្តែថៃហ្នឹងគឺមិនឲ្យយើងលើសទេណាបងប្អូនបាទជាចុងក្រោយមុននឹងចង់ឡើងធ្វើធំរៀនវិធីការផងលោកព្រះណាបាទចឹងថ្ងៃទី26ខែតុលាឆ្នាំ2025នេះជាចំណុចនៃការលើកឡើងរបស់ខាងលោកអិនសុផលបាទដែលគាត់បានទៅសេនៅលើទំព័រ Facebook page ផ្លូវការហើយអ្វីដែលខ្ញុំបានជម្រាបជូនបងប្អូនពាក់ព័ន្ធទៅនឹងចំណុចសំខាន់មួយចំនួនដូចជាថាមូលហេតុអីបានគេរៀបបែបហ្នឹងគេប្រូបែបហ្នឹងគឺខាងសហរដ្ឋអាមេរិកទេណាអ្នករៀបចំឲ្យខាងកម្ពុជាហ្នឹងអង្គុយក្បែរសហរដ្ឋអាមេរិកហ្នឹងគឺយើងទទួលបានព័ត៌មានបែបហ្នឹងហើយវាស្របទៅនឹងក្បួនច្បាប់នៃវិធីការប្រមុខរដ្ឋប្រមុខប្រធានាធិបតីនាយករដ្ឋមន្ត្រីអីហ្នឹងគឺគេមានក្បួនមានច្បាប់របស់គេណាបងប្អូនបាទប៉ុន្តែធ្វើម៉េចបើនាយករដ្ឋមន្ត្រីថៃនេះគាត់ទើបតែឡើងកាន់តំណែងបងប្អូនបាទដូច្នេះការវិធីការអីមួយចំនួនគាត់មិនសូវជាបានដឹងអីទេណាបាទអញ្ចឹងយោគយល់ឲ្យគាត់ផងណាបងប្អូនដោយសារគាត់អត់បានរៀនកន្លែងហ្នឹងគាត់មកឡើងធ្វើនាយករដ្ឋមន្ត្រីបដ ாய் ហ្នឹងក៏មានការខ្វះចន្លោះណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនយើងដែលចង់ធ្វើនាយករដ្ឋមន្ត្រីណាយើងរៀនកន្លែងហ្នឹងប្រយ័ត្នខ្មាស់គេបងប្អូនបាទប្រយ័ត្នខ្មាស់គេហើយគេសើចពេញវេទិកាហ្នឹងបងប្អូនមើលហើយវាជារឿងហួសចិត្តតែម្ដងបាទហួសចិត្តមិនគួរថាវាមានបែបហ្នឹងណាបងប្អូនបាទឥឡូវយើងមកមើលអត្ថបទមួយទៀតរបស់លោកទំព័រ Facebook របស់គាត់បាទកម្ពុជាបានបង្កើតសន្តិភាពសម្រាប់ពិភពលោកចំនួន3លើកហេតុអ្វីខ្ញុំនិយាយដូចនេះខ្ញុំសូមលើកអំពីការបង្កើតសន្តិភាពសម្រាប់ពិភពលោកចំនួន3លើករាប់ថយក្រោយឆ្នាំ2025 1991និង1979បាទទី1ការបង្កើតសន្តិភាពពិភពលោកឆ្នាំ2025ក្នុងសង្គ្រាមរវាងសៀមឈ្លានពានខ្មែរភាគីសៀមមិនយល់អំពីទំហំនៃសង្គ្រាមនេះទេពីព្រោះសង្គ្រាមមួយនេះប្រសិនបើវាកាន់តែមានរយៈពេលវែងនិងមានទំហំកាន់តែធំស្ថិរភាពនិងសុវត្ថិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងពួកមជ្ឈិមបូព៌ានិងពួកអឺរ៉ុបប្រកាសជាមានសង្គ្រាមជាសកលពីព្រោះប្រទេសទាំងអស់នោះសុទ្ធតែរងចាំឱកាសសង្គ្រាមបាទឧទាហរណ៍សង្គ្រាមខ្មែរសៀមផ្ទុះឡើងទ្រង់ទ្រាយធំប្រកាសជាស្វែងរកមហាអំណាចធំដើម្បីគេហៅថាអំណាចធំដើម្បីជាខ្នងបង្អែក
ប្រកាសជាទិញអាវុធកាន់តែច្រើននៅក្នុងពេលនោះការប្រជុំមុខគ្នារវាងមហាអំណាចទាំង8សហរដ្ឋអាមេរិកចិនឥណ្ឌារុស្ស៊ីបារាំងអង់គ្លេសអាល្លឺម៉ង់និងអូស្ត្រាលីប្រកាសជាដើរតួនាទីការពារសម្ព័ន្ធមិត្តនិងសង្គ្រាមសមុទ្រចិនខាងត្បូងសង្គ្រាមកោះតៃវ៉ាន់សង្គ្រាមកូរ៉េខាងជើងនិងខាងត្បូងសង្គ្រាមណាតូសង្គ្រាមអ៊ីស្រាអែលនិងប៉ាឡេស្ទីនជាដើមប្រកាសជាចាប់ផ្ដើមពីព្រោះនៅក្នុងភូមិសាស្ត្រយោធាក្នុងតំបន់ប្រទេសខ្មែរគេជាចំណុចសំខាន់បំផុតដើម្បីទប់ទល់ឥទ្ធិពលរបស់មហាអំណាចចិននិងមហាអំណាចអាមេរិករួមទាំងមហាអំណាចដទៃទៀតបាទនេះជាចំណុចមួយដូច្នេះរាល់ការខិតខំទាំងអស់កិច្ចព្រមព្រៀងសន្តិភាពដែលយើងទទួលបាននេះមិនមែនត្រឹមតែការទទួលបានសន្តិភាពសម្រាប់ប្រទេសខ្មែរនិងសៀមទេគឺជាសន្តិភាពទូទាំងពិភពលោកទើបសម្ដេចលោកប្រុងប្រយ័ត្នណាស់នៅក្នុងសង្គ្រាម5ថ្ងៃរហូតមកដល់ថ្ងៃនេះបើមិនមានភាពអត់ធ្មត់នោះទេសង្គ្រាមនេះប្រកាសជាคล้ายជាសង្គ្រាមទ្រង់ទ្រាយធំបំផុតបាទទី2ការបង្កើតសន្តិភាពពិភពលោកឆ្នាំ1991ក្នុងសង្គ្រាមត្រជាក់សម្រាប់អ្នកសិក្សាប្រវត្តិសាស្ត្រប្រកាសជាយល់ច្បាស់ណាស់សង្គ្រាមឥណ្ឌូចិនជាសង្គ្រាមសកលរវាងលទ្ធិកុម្មុយនីសនិងលទ្ធិសេរីឬប្រជាធិបតេយ្យចាប់ផ្ដើមអំពីមហាអំណាចសូវៀតមហាអំណាចចិនមហាអំណាចអាមេរិកនិងមហាអំណាចបារាំងអង់គ្លេសនិងបណ្ដាប្រទេសជាច្រើនទៀតដែលខិតខំវាយទីនៅលើពិភពលោកចំណុចក្តៅជាទីបំផុតគឺសង្គ្រាមស្ថិតនៅក្នុងប្រទេសកម្ពុជាដែលពួកគេទប់ទល់គ្នាយកប្រទេសខ្មែរជាទីលានសង្គ្រាមសម្រាប់នយោបាយនិងប្រើប្រាស់អាវុធប៉ុន្តែដោយការខិតខំរបស់សម្ដេចហ៊ុនសែនជាកម្លាំងខ្លាំងជាងគេនៅក្នុងចំណោមខ្មែរ4ភាគីពេលនោះខិតខំព្យាយាមស្វែងរកគ្រប់មធ្យោបាយរហូតសម្ដេចសីហនុទ្រង់យល់ព្រមបន្តនីតិវិធីនៅសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991បានជួយបញ្ចប់សង្គ្រាមត្រជាក់លក្ខណៈពិភពលោកទាំងស្រុងនិងសង្គ្រាមខ្មែររវាងខ្មែរប្រទេសខ្មែររវាងខ្មែរយើងគឺប្រទេសរវាងខ្មែរនិងខ្មែរស្ទើរតែទាំងស្រុងនៅសល់ពួកខ្មែរក្រហមមួយចំនួនមិនទាន់ចុះចូលប៉ុន្តែ5ឆ្នាំក្រោយមកសម្ដេចបានបញ្ចប់សង្គ្រាមទាំងស្រុងត្រង់ចំណុចនេះចង់បញ្ជាក់ថាការបង្កើតសន្តិភាពទីក្រុងប៉ារីសគឺជាការស្វែងរកសន្តិភាពឲ្យពិភពលោកទាំងមូលបាទទី3ការបង្កើតសន្តិភាពពិភពលោកឆ្នាំ1979នៅក្នុងសង្គ្រាមលទ្ធិកុម្មុយនីសកុម្មុយនីសរវាងកុម្មុយនីសនិងកុម្មុយនីសបាទមានន័យថាចិននិងសូវៀតនិងក្រុមកុម្មុយនីសរវាងប្រជាធិបតេយ្យពួកមហាអំណាចលោកសេរីនិងមហាអំណាចកុម្មុយនីសចាប់ពីឆ្នាំ1970មានរបបដឹកនាំថ្មីដោយរបបសាធារណរដ្ឋដែលមានសហរដ្ឋអាមេរិកជាខ្នងបង្អែកសង្គ្រាមនៅក្នុងឥណ្ឌូចិនក៏បានចាប់ផ្ដើមផ្ទុះឡើងកាន់តែធំរវាងកុម្មុយនីសនិងសេរីប្រើប្រាស់ដីខ្មែរជាទីលានសង្គ្រាមអាមេរិកទម្លាក់គ្រាប់បែករាប់លានតោនដើម្បីផ្ដល់អាវុធឲ្យខ្មែរសម្រាប់ខ្មែរឯភាគីកុម្មុយនីសយកអាវុធពីចិននិងសូវៀតដើម្បីទប់ទល់គ្នាអ្នកស្លាប់សុទ្ធតែជាខ្មែររហូតចូលដល់ឆ្នាំ1975ព្រោះកុម្មុយនីសឈ្នះសង្គ្រាមក៏ចាប់ផ្ដើមបន្តនៅសង្គ្រាមរវាងកុម្មុយនីសនិងកុម្មុយនីសចិននិងសូវៀតសម្លាប់ខ្មែរអស់ជាង3លាននាក់បន្ថែមបាទ3លាននាក់ហ្នឹងបងប្អូនកុំភ្លេចឲ្យសោះហើយស្លាប់នោះគឺ3លាននាក់បាទមិនធម្មតាទេបងបាទដើម្បីអាចបញ្ចប់សង្គ្រាមសម្ដេចហ៊ុនសែនខិតខំព្យាយាមរត់ទៅពឹងវៀតណាមនិងព្យាយាមខិតខំបង្កើតពីធ្នូវាយកប្រទេសខ្មែរមកពីពួកខ្មែរក្រហមវិញដែលមានចិនជាខ្នងបង្អែកដើម្បីអាចរំដោះប្រជាជនឲ្យរស់រានមានជីវិតឡើងវិញ
បើបន្តរបបខ្មែរក្រហមខ្មែរស្លាប់គ្មានសល់ម្នាក់នោះទេដូច្នេះក្នុងការបញ្ចប់សង្គ្រាមឆ្នាំ1979សម្ដេចហ៊ុនសែនជាការបិទបញ្ចប់នៅសង្គ្រាមឥណ្ឌូចិននិងលទ្ធិកុម្មុយនីសនិងប្រជាធិបតេយ្យនៅក្នុងតំបន់អាស៊ីព្រមទាំងឥទ្ធិពលរបស់ពួកកុម្មុយនីសនិងប្រជាធិបតេយ្យជុំវិញពិភពលោកផងដែរគឺជាសន្តិភាពមួយមិនមែនសម្រាប់តែខ្មែរមានជីវិតទេគឺសន្តិភាពរបស់តំបន់អាស៊ីអាគ្នេយ៍និងជុំវិញពិភពលោកបាទទាំងនេះគ្រាន់តែជាការសរសេរសង្ខេបបែបខ្លីនិងបង្រួមន័យដើម្បីឲ្យបងប្អូនបានស្វែងយល់អំពីកម្ពុជាបង្កើតសន្តិភាពទាំង3ដើម្បីសន្តិភាពប្រទេសខ្មែរនិងដើម្បីសន្តិភាពពិភពលោកតាមរយៈការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននិងការដឹកនាំរបស់សម្ដេចហ៊ុនម៉ាណែតខ្ញុំសូមគោរពអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃអានរហូតដល់ចប់ហើយនឹងជាចុងចប់ឲ្យបងប្អូនបន្តជឿជាក់លើរដ្ឋាភិបាលដើម្បីប្រទេសយើងមានការរីកចម្រើននិងឈ្នះអស់សត្រូវទាំងពួងបាទអញ្ចឹងចំណុចនេះវាជាចំណុចគន្លឹះសំខាន់ផងដែរបងប្អូនបាទពីព្រោះខាងកម្ពុជារបស់យើងនឹងគឺមានសង្គ្រាមរវាងខ្មែរនិងខ្មែរដែលខ្មែរនឹងទទួលការជួយចាប់មិនតិចទេណាបងប្អូនអញ្ចឹងអ្វីដែលយើងទទួលបាននៅពេលបច្ចុប្បន្ននេះគឺសន្តិភាពហើយនៅពេលដែលយើងមានសន្តិភាពយើងអាចធ្វើអ្វីក៏បានយើងអាចធ្វើប្រកបមុខរបរការងាររីកចម្រើនទៅមុខអីហ្នឹងគឺចេះតែរលូនបាទប៉ុន្តែបើសិនជាមិនមានសន្តិភាពទេនោះអ្វីគ្រប់យ៉ាងក៏យើងមិនអាចរំពឹងថានឹងធ្វើកើតដែរដូច្នេះអ្វីដែលយើងបានទទួលនៅលទ្ធផលថ្ងៃនេះក៏ជាការលះបង់ដ៏ធំធេងរបស់ពពកបរោះរបស់យើងក្នុងជំនាន់មុនដែលគាត់បានលះបង់សម្បីតែអាយុជីវិតហើយបដូរយកនៅសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ននេះហើយសន្តិភាពនេះគឺមិនមែនជារឿងដែលយើងទទួលបានដោយងាយនោះទេបាទអញ្ចឹងពាក់ព័ន្ធទៅនឹងចំណុចសំខាន់ផ្សេងទៀតខ្ញុំនឹងជម្រាបជូនបងប្អូនជាបន្តទៅទៀតបាទប៉ុន្តែសម្រាប់គណៈពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលាហើយសម្រាប់បងប្អូនដែលទើបតែចូលទស្សនាបងប្អូនអាចចុចពាក្យជាវបាទពាក្យជាវនៅខាងស្ដាំដៃបងប្អូនឬក៏ Subscribe ដើម្បីទទួលបាននៅព័ត៌មានថ្មីជាប្រចាំថ្ងៃបន្តទៅទៀតបាទអញ្ចឹងគណៈពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលា